គ្រាន់តែបើកក្បាលវីដេអូមកបងប្អូនប្រកាសជាដឹងឯងថាថ្ងៃនេះខ្ញុំស្លអីព្រោះដោយសារឃើញមានកលីងអញ្ចឹងណាអញ្ចឹងថ្ងៃនេះម៉ាក់ខ្ញុំគាត់មកស្លកកូរត្នោតសម្លកកូរត្នោតនេះគឺម៉ាក់ខ្ញុំគាត់ឧស្សាហ៍ស្លហើយរសជាតិគេក៏ឆ្ងាញ់ដែរដោយសារមានបន្លែច្រើនមុខអីចឹងណាក្រៅពីយើងដាក់ត្នោតហើយក្នុងនោះក៏មានបន្ថែមនៅបន្លែពណ៌បៃតងផងដែរហើយត្នោតនេះគឺយើងយកត្នោតខ្ចីមកស្លបានឆ្ងាញ់គ្រាន់តែស្លមួយមុខនេះគ្រឿងខើចេបចប់ច្រើនឥឡូវនេះខ្ញុំមកជួយបុកគ្រឿងគាត់ហើយគ្រឿងនេះគឺមានស្លឹកគ្រៃខ្ទឹមរំដេងល្មៀតខ្ជាយនិងស្លឹកក្រូចសើចបន្ទាប់ពីបុកគ្រឿងម៉ដ្ឋហើយខ្ញុំទុកវាបន្លែសិនកន្លែងមកមើលសាច់ខ្ញុំគឺមានថៃអណ្ដែងនិងឆ្អឹងចំណីជ្រូករីឯប្រហុកវិញគឺខ្ញុំឆាំវាឲ្យម៉ដ្ឋសិនបងប្អូនចង់ជ្រុំវាពេលទឹកពុះក៏បានដែរកកូរត្នោតនេះខ្ញុំក៏បន្ថែមនៅបន្លែបៃតងផងដែរក្នុងនោះមានផ្ទីលឹកបាសនិងស្លឹកម្រុំសម្លកកូរភាគច្រើនគឺខ្ញុំចូលចិត្តដាក់បន្លែបៃតងច្រើនវាឆ្ងាញ់បងប្អូនបន្លែសាច់និងគ្រឿងរៀបចំឲ្យរួចរាល់អស់ហើយចឹងម៉ាក់ខ្ញុំក៏ចាប់ផ្ដើមស្លមុនដំបូងដាក់ឆ្នាំងឲ្យក្តៅហើយក៏ចាក់ប្រេងឆាចូលបន្ទាប់មកក៏ចាក់ប្រហុកច្រាមចូលហើយនឹងចាក់គ្រឿងដែលបានបុកនឹងលីងវាឲ្យឈ្ងុយបន្ទាប់មកចាក់ឆ្អឹងជំនីជ្រូកនិងត្រីអណ្ដែងចូលឆាគ្រឿងនិងសាច់ឲ្យវាចូលជាតិគ្នាហើយបន្ទាប់មកក៏បង់គ្រឿងទេសចូលមានស្ករប៊ីចេងទឹកត្រីម្សៅស៊ុបបន្ទាប់ពីបង់គ្រឿងទេសហើយគាត់ក៏ចាក់ត្នោតដែលបានចិតនឹងចូលតែម្ដងហើយយើងកូរវាឲ្យចូលជាតិគ្នាបន្ទាប់មកម៉ាក់គាត់ក៏ចាក់អង្ករលីងចូលពាក់កណ្ដាលសិនហើយពាក់កណ្ដាលទៀតគឺចាំវាឆ្អិនចាំគាត់ចាក់បន្ថែមទៀតអង្ករលីងបងប្អូនចង់ចាក់តាមម្ដងពេលដែលវាឆ្អិនហើយក៏បានដែរហើយឥឡូវនេះឃើញថាស្លពុះហើយចុងក្រោយនេះគឺខ្ញុំបង់បន្លែខៀវចូលលឹកបាសស្លឹកម្រុំនិងស្លឹកផ្ទីចូលតែម្ដងគាត់តាមមកពុះគឺខ្ញុំប្រញាប់លើកចេញខ្លាចវារលួយបន្លែបៃតងហ្នឹងបន្ទាប់ពីលើកហើយគឺចុងក្រោយខ្ញុំបន្ថែមអង្ករលីងដែលនៅសល់ពាក់កណ្ដាលហ្នឹងចាក់ចូលទាំងអស់តែម្ដងសម្លកកូរគឺខ្វះមិនបានអង្ករលីងហ្នឹងគឺអង្ករលីងគ្រាន់តែចាក់ចូលទៅគឺឡើងឈ្ងុយតែម្ដងមុខម្ហូបមួយមុខនេះគឺឆ្អិនរួចរាល់បងប្អូនចូលចិត្តមុខម្ហូបមួយនេះកុំភ្លេច share ផងណាភ្ញៀវខ្ញុំមុនដំបូងគាត់គ្រាន់តែឃើញសាច់គាត់ចាប់អារម្មណ៍ហើយគាត់ក៏កំងយកទៅផលមុនដំបូងគាត់សាកមកកំប៉ុងសិនព្រោះដោយសារតែគាត់ឃើញសាច់នោះវាទំនងពេកល្មួតណាហើយដល់ពេលដែលគាត់យកទៅផលគាត់ឲ្យ feedback ខ្ញុំវិញថាអូនហើយបងពេញចិត្តនឹង scrap អូនឯងណា scrap ហើយគឺស្បែកបងឡើងទន់ភ្លឺតែម្ដងបងប្អូនមើលដៃខ្ញុំចាក់ស្ដែងដៃខ្ញុំឡើងអាចហុយដោយសារត្រូវក្តៅដៃមុនដំបូងនោះគឺអាចហុយបន្ទាប់ពីខ្ញុំបាន scrap វាប្រហែលជា 3-4 ដងមកគឺវាអន់ផលហ្មងនិយាយរួមទៅ scrap មួយនេះមិនត្រឹមតែជួយជំនួសកោសិកាបានល្អវាថែមទាំងជួយកាត់បន្ថយនៅស្នាមអាចហុយនៅលើស្បែកជួយឲ្យស្បែកបងប្អូនទន់ភ្លឺបាត់ជាជ្រួញបងប្អូនបាន scrap មួយអាទិត្យ2 ទៅ 3 ដងទៀតហើយមិនបាច់និយាយទេបងប្អូនស្បែកបងប្អូនឡើងភ្លឺថ្លាតែម្ដងព្រោះថា scrap មួយនេះបងប្អូនគ្រឿងផ្សំគឺខ្ញុំសម្រិតសម្រាញ់ខ្លាំងមែនតើព្រោះថាខ្ញុំផលខ្លួនឯងដែរចឹងហើយបងប្អូនផលទៅគឺមានសុវត្ថិភាពនិងទំនុក